Assalamualaikum warahmatullahi wabarakatuh ទស្សនិកជនជាទីមេត្រីស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីអាណាស៊ីហានៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងបានលើកយកប្រធានបទថ្មីមួយទៀតដែលនិយាយអំពីការស្លៀកពាក់នៅក្នុងថ្ងៃរយៈដែលអ្នកគួរតែដឹងដូច្នេះសូមតាមដានទស្សនាទាំងអស់គ្នាប្រហិតសិករ៉ូសាលីគ្មានសារធាតុគីមីស្រួយឆ្ងាញ់ជាប់ចិត្តផលិតផលពិតទទួលស្គាល់ដោយស្តង់ដារ Halal កម្ពុជាមិនខ្លាញ់មិនឡប់បោះដុំលក់រាយតាមរយៈលេខទូរស័ព្ទ066និង070 43 41ទឹកពិសាបរិសុទ្ធអហ្វណានមោទនភាពផលិតផលជាតិទំនាក់ទំនងជាវតាមរយៈលេខទូរស័ព្ទ012 379 909និង071 78 99 990ការស្លៀកពាក់សម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតជាអ្វីដែលគេបានជំរុញឲ្យធ្វើនៅក្នុងថ្ងៃបុណ្យរយៈរបស់អ្នកមូស្លីមប៉ុន្តែការស្លៀកសម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតវាសំដៅពីចំណុចអ្វីខ្លះ1សម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតមិនមែនទាល់តែជាសម្លៀកបំពាក់ដែលអ្នកត្រូវចំណាយលុយទិញថ្មីរៀងរាល់ថ្ងៃរយៈមកដល់នោះទេប៉ុន្តែគ្រឿងអលង្ការនិងសម្លៀកបំពាក់ថ្មីគឺជាទីចាប់អារម្មណ៍របស់ស្ត្រីភាគច្រើនជាពិសេសនៅក្នុងឱកាសពិសេសដូចជាក្នុងពិធីមង្គលការនិងថ្ងៃរយៈជាដើមប៉ុន្តែការស្លៀកពាក់ថ្មីនិងស្រស់ស្អាតសម្រាប់ស្ត្រីនៅត្រង់ចំណុចនេះគឺចង់បង្ហាញទៅដល់ស្ត្រីមូស្លីមថាវាមិនមែនទាល់តែជាសម្លៀកបំពាក់ដែលអ្នកត្រូវទិញថ្មីជារៀងរាល់ថ្ងៃរយៈនោះទេតែវាអាចជាសម្លៀកបំពាក់ដែលអ្នកមានហើយថ្មីបំផុតសម្រាប់អ្នកទោះវាគឺជារបស់ដែលអ្នកធ្លាប់បានស្លៀកពាក់រួចមកហើយក៏ដោយតែវានៅតែស្រស់ស្អាតដោយការថែទាំមិនដាច់រហែកនិងការបោកគក់ឲ្យស្អាតនិងមានក្លិនក្រអូបតែប្រសិនបើអ្នកមានលទ្ធភាពនៅក្នុងការទិញសម្លៀកបំពាក់ថ្មីជារៀងរាល់ថ្ងៃរយៈនោះវាក៏មិនមែនជាបញ្ហាដែរ2សម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតមិនមែនទាល់តែជាសម្លៀកបំពាក់ដែលមានតម្លៃថ្លៃបំផុតនោះទេសម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតមិនមែនទាល់តែជាសម្លៀកបំពាក់ដែលមានតម្លៃថ្លៃខ្លាំងហួសប្រមាណនិងលើសពីលទ្ធភាពដែលអ្នកមានហើយតម្រូវឲ្យអ្នកត្រូវតែស្លៀកពាក់វានៅក្នុងថ្ងៃដ៏ពិសេសនេះនោះទេតែវាគឺជាសម្លៀកបំពាក់ដែលមានតម្លៃសមរម្យហើយការចំណាយទៅលើសម្លៀកបំពាក់នោះមិនធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នកព្រោះពេលខ្លះនៅពេលដែលអ្នកគិតគូរតែពីការទិញសម្លៀកបំពាក់ថ្មីនិងមានតម្លៃថ្លៃនោះវាក៏អាចបង្កជាបញ្ហាមួយសម្រាប់ក្រុមគ្រួសាររបស់អ្នកផងដែរព្យាការីមូហាម៉ាត់ក៏បានណែនាំស្ត្រីមូស្លីមនៅក្នុងការស្លៀកពាក់ដោយលោកបានហាមឃាត់ស្ត្រីពីការប្រើប្រាស់សម្លៀកបំពាក់ដែលថ្លៃខ្លាំងហើយវាគឺជាប្រការខ្ជះខ្ជាយមិនសមរម្យសម្រាប់ស្ត្រីមូស្លីមនោះឡើយនៅក្នុងហាឌីសមួយដែលនាំមកដោយអ៊ីម៉ាមអាហ្មាត់អំពីហាឌីសអ៊ីបនូអ៊ូម៉ារគាត់បាននិយាយថាព្យាការីមូហាម៉ាត់បានមានប្រសាសន៍ថាបុគ្គលណាហើយដែលគាត់ស្លៀកពាក់នៅសម្លៀកបំពាក់មួយដែលល្បីល្បាញនៅក្នុងទុនយ៉ានេះថ្ងៃក្រោយអល់ឡោះនឹងឲ្យគាត់ស្លៀកសម្លៀកបំពាក់មួយដ៏ថោកទាបនៅថ្ងៃគីយ៉ាម៉ាត់បងប្អូនស្ត្រីមូស្លីមជាទីស្រឡាញ់ពាក្យថាល្បីល្បាញនៅក្នុងទុនយ៉ានៅឃ្លាខាងលើនេះអ៊ុលម៉ាបានបកស្រាយថាវាគឺជាសម្លៀកបំពាក់ដែលមានតម្លៃថ្លៃដាច់គេឬស្ថិតនៅក្នុងចង្កោមសម្លៀកបំពាក់ឬសម្ភារៈផ្សេងទៀតដែលមានតម្លៃថ្លៃដាច់គេម្យ៉ាងទៀតវាក៏អាចនឹងធ្វើឲ្យអ្នកគិតថាអ្នកគឺជាមនុស្សម្នាក់ដែលពិសេសជាងគេឬអាចបង្ហាញពីសិហ្វាតមោទនភាពអល់ឡោះចង់ឲ្យមនុស្សលោករស់នៅដោយសាមញ្ញប៉ុន្តែមិនមែនមានន័យថាស្ត្រីមូស្លីមមិនអាចប្រើប្រាស់របស់ល្អរបស់ដែលស្អាតនោះទេប៉ុន្តែត្រូវមានការប្រុងប្រយ័ត្នកុំឲ្យមានសិហ្វាតមោទនភាពនៅក្នុងខ្លួនរបស់អ្នកឲ្យសោះដូច្នេះទើបព្យាការីមូហាម៉ាត់បានហាមឃាត់នៅចំណុចទាំងនេះនិងបានណែនាំដល់អ្នកមូស្លីមហើយយើងជាស្ត្រីមូស្លីមខ្លួនឯងក៏ត្រូវពិនិត្យលើការស្លៀកពាក់ធ្វើយ៉ាងណាកុំឲ្យហួសព្រំដែននិងកុំឲ្យមានការខ្ជះខ្ជាយលុយកាក់ទៅលើសម្ភារៈនិយមទាំងនេះបើទោះជាយើងមានលទ្ធភាពក្នុងការប្រើប្រាស់ក៏ដោយ3សម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតមិនមែនសំដៅដល់សម្លៀកបំពាក់ដែលរូបរាងនិងមានម៉ូដឆើតឆាយនោះទេសម្លៀកបំពាក់ថ្មីដែលស្រស់ស្អាតមិនមែនទាល់តែរូបរាងបង្ហាញរាងកាយនិងការច្នៃម៉ូដឲ្យខ្លាំងទើបធ្វើឲ្យសម្លៀកបំពាក់នោះក្លាយជារបស់ដែលល្អស្រស់ស្អាតនោះទេការស្លៀកពាក់ដ៏ស្រស់ស្អាតសម្រាប់ស្ត្រីមូស្លីមនោះគឺនៅពេលដែលអ្នកចេះពិនិត្យទៅលើចំណុចដែលអ៊ីស្លាមបានបង្ហាញអ្នកទី1តើការស្លៀកសម្លៀកបំពាក់នោះវារូបរាងខ្លាំងពេករហូតឲ្យបញ្ចេញនៅរាងកាយទាំងមូលរបស់អ្នកដែរឬទេ2តើសម្លៀកបំពាក់ដែលអ្នកស្លៀកពាក់នោះវាត្រូវបានគ្រប់លំដាប់រាងកាយទាំងមូលរបស់អ្នកដែរឬទេ3តើសម្លៀកបំពាក់នោះវាថ្លាឬស្ដើងរហូតមើលធ្លុះដល់សាច់របស់អ្នកដែរឬទេ4តើសម្លៀកបំពាក់នោះជាសម្លៀកបំពាក់សម្រាប់បុរសដែរឬទេ5តើសម្លៀកបំពាក់នោះវាមានក្បូរក្បាច់ខ្លាំងដែលអាចទាក់ទាញភេទផ្ទុយគ្នាដែរឬទេ6តើសម្លៀកបំពាក់នោះវាថ្លៃខ្លាំងរហូតឈានដល់ការខ្ជះខ្ជាយនៅក្នុងការប្រើប្រាស់ដែរឬទេនេះគឺជាសំណួរដែលស្ត្រីមូស្លីមត្រូវសួរខ្លួនឯងមុនពេលដែលអ្នកជ្រើសរើសសម្លៀកបំពាក់ណាមួយដើម្បីស្លៀកពាក់ទៅលើខ្លួនអ្នកព្រោះសម្លៀកបំពាក់ក៏ជាផ្នែកមួយដ៏សំខាន់របស់ស្ត្រីមូស្លីមដែលមានជំនឿចំណុចទី4សម្លៀកបំពាក់ថ្មីនិងស្រស់ស្អាតដែលហៅសម្រាប់ស្ត្រីនោះគឺគួរតែស្របទៅតាមគោលការណ៍សម្លៀកបំពាក់និងការតុបតែងកាយគ្រប់ប្រភេទទាំងអស់ជាប្រការដែលគេអនុញ្ញាតលើកលែងតែអ្វីដែលមានច្បាប់បញ្ញត្តិហាមឃាត់ដោយបានរៀបរាប់មុននេះ
ដូច្នេះស្ត្រីមូស្លីមអាចស្លៀកសម្លៀកបំពាក់គ្រប់ប្រភេទគ្រប់ពណ៌និងគ្រប់ប្រភេទក្រណាត់ហើយអាចតុបតែងកាយដោយគ្រឿងលម្អគ្រប់ប្រភេទមិនថាគ្រឿងអលង្ការទឹកអប់និងគ្រឿងសម្អាងនោះទេតែត្រូវប្រកាន់ភ្ជាប់ទៅនឹងលក្ខខណ្ឌគឺសម្លៀកបំពាក់ឬការតុបតែងកាយទាំងនោះមិនផ្ដល់នូវផលប៉ះពាល់ដល់នាងមិនត្រូវប្រដូចទៅនឹងពួកដែលគ្មានជំនឿហើយសារធាតុដែលផលិតមកគឺហាឡាល់មិនមែនជារបស់ដែលគេបានហាមឃាត់ដូចជាសម្លៀកបំពាក់ដែលផលិតពីរោមសត្វដែលហារ៉ាមជាដើមទស្សនិកជនជាទីមេត្រីទាំងនេះគឺជាផ្នែកមួយនៃការក្រើនរំលឹកសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ក៏ដូចជាបងប្អូនស្ត្រីមូស្លីមផ្សេងទៀតនៅក្នុងការស្លៀកពាក់សម្រាប់ថ្ងៃរយៈខាងមុខនេះរីករាយថ្ងៃរយៈដែលនឹងជិះមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះនេះខ្ញុំហាសាណាពីកម្មវិធីអាណាស៊ីហាសូមអរគុណនិងសូមជម្រាបលាជួបគ្នានៅសប្តាហ៍ក្រោយបន្តទៀតវ៉ាសសាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោះហ៊ីវ៉ាបារកាតុ